Hello បាទសួស្តីអ្នកទាំងអស់គ្នានៅក្នុងវីដេអូមួយនេះគឺខ្ញុំនឹងមកបង្ហាញអំពីការ download វីដេអូចេញពី website ដោយ Yen ដោយ Yin website TikTok ចិនដែលនៅប្រទេសចិនល្បីហើយអា website នេះគឺពិបាក register សម្រាប់ខ្ញុំអ្នកណាចេះជួយប្រាប់ខ្ញុំផងព្រោះពេលខ្លះវាអញ្ចេះពេលខ្លះយើងចូលមកកន្លែងនេះគឺមានតែ20វីដេអូទេឥឡូវខ្ញុំបើកឲ្យមើល browser ខ្លះដូចថាឥឡូវ browser ថ្មីហ្នឹង browser ថ្មីពេលខ្ញុំបើកមកវា limit តែសម្រាប់កម្មវិធីនេះគឺខ្ញុំមាន cookie full តែ full តែពេលដែល full ទេណាពេលអត់ full វាអត់ full ឲ្យខ្ញុំយល់វាដែរពេលខ្លះអញ្ចឹងទៅវាឲ្យតែ20តែភាគច្រើន full function full ស្អីនៅក្នុងហ្នឹងសម្រាប់អ្នកទិញកម្មវិធីរបស់ខ្ញុំគឺខ្ញុំមាន free copy នឹងឲ្យអ្នកយើងចាំមើលuser ហ្នឹងគឺមានចំនួន93វីដេអូតែនៅពេលដែលវាយកមកបង្ហាញយើងហ្នឹងគឺបានអត់ដល់30ផងឥឡូវខ្ញុំ refresh មួយសិនហើយកុំព្យូទ័រតែមួយអ៊ីនធឺណិតតែមួយហ្នឹងមើលវាឲ្យយើងមកប្រហែល1 2 3 4 5 6អញ្ចឹង6នេះឃើញទេ6 1 2 3អញ្ចឹង6គុណនឹង3ដង6គុណនឹង3បានតែ18វីដេអូនេះអូខេតែសម្រាប់ខ្ញុំគឺខ្ញុំឲ្យcookie full ដែលមាន unlimit ចេះ unlimit ចេះបើវាមាន93គឺបានទាំង93វីដេអូនឹងមកតែម្ដងអញ្ចឹងនៅក្នុងវិធីនេះវីដេអូមួយនេះគឺខ្ញុំមកបង្ហាញអំពីការ download វីដេអូចេញពីដួយយ៉េនឬក៏ TikTok ចិនហ្នឹងអញ្ចឹងទី1គឺយើងត្រូវទៅបើកកម្មវិធីរបស់ខ្ញុំនឹងមកចុច double click មកបន្ទាប់មកគឺយើងចុចនៅលើដួយយ៉េននឹងមកអូខេនៅពេលដែលចុចលើវីដេអូនឹងហើយគឺយើងទៅ copy user ID នេះហើយ user ID copy តែប៉ុណ្្នឹងទេបញ្ជាក់ពេលយើង double click លើបន្ទាប់ពីពាក្យថា user នឹងមកយើង double click គឺវា select មកតែ user ID ទេអានេះគឺយើងអត់យកអាខាងនេះគឺយើងអត់យកអញ្ចឹងពេលដែលយើង double click ម្ដងទៀតពេលយើង double click គឺវា select ឲ្យហើយ copy មកបន្ទាប់មកយកមកដាក់នៅក្នុងកម្មវិធីរបស់ខ្ញុំបន្ទាប់មកយើងចង់បានប្រមាណវីដេអូឧទាហរណ៍ថាឥឡូវយើងចង់បាន27វីដេអូចុះអញ្ចឹងខ្ញុំបន្ថែមមួយទៀតចុះបន្ទាប់មកយើងចុច start កន្លែងនេះគឺយើងត្រូវslow captcha នៅតានេះគឺយើងត្រូវទាញអានេះដោយសារអីខ្ញុំធ្វើវាតូចអញ្ចឹងទាំងអស់គ្នាចាប់ទាញចាប់នៅលើម៉ៅហ្នឹងទាញឲ្យអឺត្រូវ captcha របស់វាឲ្យវាចេញសញ្ញាគ្រីសហ្នឹងមកអូខេឥឡូវវាដើរហើយបន្ទាប់ពីវាដើរមកហើយយើងចុចបិទវាចុចអីឲ្យវាចេញមកដល់កន្លែងរូបភាពអញ្ចេះមកបន្ទាប់មកគឺយើងចុចចង់បើយើងចង់ screw យើង screw ខ្លួនឯងអញ្ចឹងមកនេះ screw ខ្លួនឯងអញ្ចឹងមកបន្ទាប់មកយើងចុច move down ហ្នឹងគឺវាចេញវីដេអូមកនៅតាមនេះអញ្ចឹងគឺវាប្រាប់ហើយគឺមានចំនួន93វីដេអូហើយយើងមើលមិញក៏ឃើញដែរគឺមានចំនួន93វីដេអូតែបើ browser ផ្សេងអានឹងវាឃើញតែក្រោម30ទេហើយនៅក្នុងកម្មវិធីនេះគឺខ្ញុំបានសរសេរទាញយករូបទាញយកអីហ្នឹងឲ្យមកនៅលើ form ហ្នឹងអានេះខ្ញុំមុនដំបូងខ្ញុំសរសេរឧទាហរណ៍ទេខ្ញុំសរសេរសាកមើលទាញសាកមើលទេហើយវិធី download គឺងាយយើងគ្រាន់តែចុចstart ហើយយើងចុច move down ឬចុចអីចឹងមកបន្ទាប់មកយើងចុច download នឹងតែម្ដងអញ្ចឹងឥឡូវខ្ញុំអូខេដាក់នៅក្នុង folder 01 test download នឹងដដែលហើយឥឡូវគឺវានេះយើងមកមើលគឺវាចាប់ផ្ដើម download នេះ download លឿនណាស់អញ្ចឹងខ្ញុំចូលមកក្នុង folder នេះគឺវា download មកហើយយើងអាចបង្កើត folder ក៏បង្កើតទៅហើយអឺសម្រាប់កម្មវិធីនេះ
គឺវាមានពីរវិធីអញ្ចឹងឥឡូវវិធីទី1ខ្ញុំចុច stop ហើយខ្ញុំចុចបិទទៅវិញនេះខ្ញុំចុច stop វាហើយចុចបិទទៅព្រោះអឺយើងទៅធ្វើវិធីទី2អញ្ចឹងអានេះវិធីទី1ខ្ញុំបង្កើត folder ដូចយើង way 1ខ្ញុំផ្លេចបង្កើត folder មិញអូខេឥឡូវយើងបានដូចយើងហើយអូខេឥឡូវយើងទៅមើលវិធីទី2វិធីទី2គឺសឹងតែប្រហាក់ប្រហែលវិធីទី1ដែរហ្នឹងគឺយើងគ្រាន់តែចុច start មកបន្ទាប់មកយើងអានេះមានចិត្តម៉ានេះមិនមើលអត់ទាន់អញអ៊ីនធឺណិតម្ដងទៀតអ៊ីនធឺណិតអាឡិចអាឡក់មាន72វីដេអូនេះមាន72វីដេអូហើយយើងចង់បានប្រហែលយើងទាញយកប៉ុណ្ណឹងមកបន្ទាប់មកគឺយើងចុចកន្លែង move down ហ្នឹងមកបន្ទាប់មកយើងចុច download V2 ហ្នឹងនេះចុចអាកន្លែងហ្នឹងអញ្ចឹងឥឡូវខ្ញុំចុច download បន្ទាប់មកខ្ញុំបង្កើត folder ហើយខ្ញុំដាក់ថាដូចយើង V2 អូខេបន្ទាប់មកខ្ញុំចុចអូខេដូចយើង V2 អូខេនេះគឺវា download មកហើយឃើញទេ download លឿនមកសំណុំដែរហ្នឹងអញ្ចឹងនេះគឺវិធី download អឺវីដេអូចេញពីដូចយើងអូខេអញ្ចឹងវិធីនេះគឺខ្ញុំបានបង្ហាញបានមកប្រហែល1 2 3 4អូខេអញ្ចឹងខ្ញុំ stop វីដេអូstop download ដើម្បីទៅវីដេអូមួយទៀត